រងសួស្តីបងប្អូននិយាយទៅខ្ញុំសង្កេតមើលដូចថាខ្ញុំឆែកមើលក្នុង Facebook គេគាត់ឆាបមកឆាបមកថាដូចមនុស្សហ្នឹងដូចថារបៀបថាស្គាល់ខ្ញុំណាចាទៅខ្ញុំគេសរសេរអក្សរមកថាសុំរាប់អានផងហើយខ្ញុំធ្វើការនៅកាណាដាខ្ញុំធ្វើលោកគ្រូពេទ្យហើយអូនឯងចង់បានអីអញ្ចឹងថាខ្ញុំចង់បានលុយទិញសៀវភៅឲ្យកូនរៀនចាអញ្ចឹងទៅគេថាឲ្យគេសុំលេខទូរស័ព្ទចាសុំទី1គេសុំលេខទូរស័ព្ទជើងទី2គេសុំលេខផ្ទះលេខអីចឹងណាចាទៅខ្ញុំឲ្យទៅគេថាសរសេរអក្សរមកតមកវិញថាអូនសម្លាញ់ចាំបងស្មាទៅឲ្យចាពេលម្ដងទៀតពេលមកស្ទុះទៀតឃើញគេសរអក្សរតមកថាចេះបានទៅដល់ហើយតិចទៀតគេទេឲ្យអូនទៅយកហើយថាអញ្ចឹងណាអញ្ចឹងក៏ខ្ញុំមកប្រហែលម៉ោង1ប្រហែលមិនម៉ោង1ស្លំគេសុំទោសតែម៉ោង2:10ថ្ងៃតង់យើងចាទៅថាអ្នកទេមកខ្ញុំមិនពេលមនុស្សស្រីគេទេថាឡូវចាយចាឯងមានមិត្តភ័ក្ដិនៅខាងកាណាដាហ្នឹងគេស្នើអវ៉ាន់មកឥឡូវគេឲ្យចែឯងហ្នឹងបងសេវាមុនទៅថាខ្ញុំអត់មានសិទ្ធបងសេវាឲ្យមុនទេចាអ្នកណាស្នើមកគេបងសេវាឲ្យខ្ញុំហើយចង់ឲ្យខ្ញុំបងសេវាឲ្យឬអវ៉ាន់ហ្នឹងឲ្យមកដល់ដៃខ្ញុំសិនបាទខ្ញុំឲ្យចាខ្ញុំបានបងខ្ញុំឲ្យចាបងបានឲ្យរួចទៅពេលទៅរួចពេលនិយាយតណាណៃផងគេបិទទូរស័ព្ទអត់ហើយបិទទូរស័ព្ទគេលុបលេខទូរស័ព្ទខ្លាញ់ខទៅរឿងវាពេលទី2គេតាម Facebook គេលុប Facebook យើងដែរចានិយាយទៅមនុស្សឆៅបោកវាច្រើនកន្លែងណាចេះយករូបភាពគេតាំងធ្វើដាក់ប្រវល់អីណានៃប្រុសស្អាតទៅគ្រូពេទ្យទៅទាហានអីណាណីអញ្ចឹងបងប្អូនប្រចាំចែងអ្នកឆៅបោកច្រើនណាហើយមុនគេស្មៅអវ៉ាន់ឲ្យយើងណាឲ្យអវ៉ាន់មកដល់ដៃយើងសិនបើយើងទៅបងសេវាឲ្យគេចាអាហ្នឹងខ្ញុំផ្ដាំបងប្អូនប៉ុណ្ណឹងទេប៉ុន្តែខ្ញុំចាប់លេខទូរស័ព្ទបានឬខ្ញុំថតជាអក្សរវាសរសេរមកខ្ញុំហ្នឹងចាចាំមើលខ្ញុំឲ្យបងប្អូនមើលតែហ្នឹងខ្ញុំជួយផ្ដាំបងប្អូននេះប្រចាំចែងអស់គ្នាចាលាបាយបាយអរគុណច្រើនបាយបាយ